ទោះថ្វីត្បិតជាយើងវាយបានកន្លែងឈរជើងវិញក៏ដោយក៏ចេត្រានៅតែមានអារម្មណ៍ថាសោកស្ដាយព្រោះថាមិត្តភក្តិដែលមករួមចម្បាំងមួយនោះគាត់ត្រូវបានបាត់បង់ជីវិតអស់ហើយគាត់អង្គុយដកដង្ហើមធំនិងមានទឹកមុខស្រងោតស្រងាត់គួបផ្សំជាមួយនឹងការខឹងនិងពួកក្មៀងដែលវាមកឈ្លានពានដែនអាណាធិបតេយ្យរបស់ប្រទេសខ្លួនដោយប្រាយនៅក្របរូបកែបបាញ់មកនោះប្រើប្រាស់នៅយន្តហោះចម្បាំងទម្លាក់គ្រាប់មកចំបន្ទាយជាពិសេសគឺការធ្លាក់មកចំផ្ទះប្រជាពលរដ្ឋនិងបានធ្វើឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនរហូតចេត្រាដឹងថាការធ្វើសង្គ្រាមនេះខ្លួនពិតជាមិនអាចមានជីវិតរស់ឡើយប៉ុន្តែខ្លួនមិនរាថយនឹងការតតាំងជាមួយនឹងសត្រូវឡើយមានតែការបាញ់ទប់ទល់ជាមួយនឹងសត្រូវតែម្នាក់ឯងពេលខ្លះជាមួយនឹងដៃគូរួមអាវុធផងដែរព្រោះថាមិត្តភក្តិរបស់គាត់ត្រូវបានបាត់បង់ជីវិតអស់រលីងហើយគាត់បានប្រាប់ទៅមិត្តភក្តិរួមអាវុធថាចូលកុំខ្លាចវាត្រូវតែស៊ូ